សូមក្រាបថ្វាយបង្គំព្រះថេរានុថេរៈគ្រប់ព្រះអង្គសូមគោរពសម្ដេចទ្រង់ឯកឧត្តមលោកជំទាវអស់លោកស្រីអ្នកនាងកញ្ញានិងអ្នកសារព័ត៌មានទាំងអស់ជាទីគោរពជាទីមេត្រីក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃសូមជូនសេចក្តីសង្ខេបព័ត៌មានស្តីពីស្ថានភាពក្រោយបទជប់បាញ់ដោយគិតចាប់ពីម៉ោង6ព្រឹកថ្ងៃទី14ដល់ម៉ោង6ព្រឹកថ្ងៃទី15ខែមករាឆ្នាំ2026ក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលកម្ពុជាសូមជម្រាបជូនសាធារណជនជាតិនិងអន្តរជាតិជ្រាបថាសកម្មភាពរំលោភបំពានរបស់ភាគីថៃមកលើដែនអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជាបានបណ្ដាលឲ្យមានផលប៉ះពាល់នឹងការខូចខាតនៅក្នុងខេត្តចំនួន7រួមមានខេត្តព្រះវិហារឧត្តរមានជ័យបន្ទាយមានជ័យបាត់ដំបងពោធិ៍សាត់កោះកុងនិងខេត្តសៀមរាបបើគិតចាប់ពីម៉ោង6ព្រឹកថ្ងៃទី14ដល់ម៉ោង6ព្រឹកថ្ងៃទី15ខែមករាឆ្នាំ2026នេះបច្ចុប្បន្នភាពនៃស្ថានភាពរួមមានជាអាច1ស្ថានភាពពលរដ្ឋភៀសសឹកមានពលរដ្ឋភៀសសឹកចំនួន5820នាក់បន្ថែមទៀតបានបន្តវិលត្រឡប់ទៅលំនៅឋានវិញដូច្នេះក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង640,000នាក់មានប្រមាណជាង500,000នាក់បានវិលត្រឡប់ទៅលំនៅឋានវិញពលរដ្ឋភៀសសឹកបន្តស្នាក់នៅជំរំមានសុវត្ថិភាពគឺមានចំនួន144,326នាក់ក្នុងនោះស្ត្រីមានចំនួន75,519នាក់និងកុមារចំនួន47,054នាក់ពលរដ្ឋភៀសសឹកខ្លះវិលទៅដល់ភូមិករមែនប៉ុន្តែត្រូវបង្ខំចិត្តស្នាក់នៅជំរំបណ្ដោះអាសន្នសាជាថ្មីដោយសារផ្ទះសម្បែងរបស់ពួកគាត់រងការខូចខាតខ្ទេចខ្ទីរៀបដល់ដីនិងពោពេញទៅដោយសំណល់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះរបស់យោធាថៃ2ការបើកឡើងវិញនិងការបន្តបិទផ្អាកសេវាសាធារណៈជាមូលដ្ឋានខេត្តឧត្តរមានជ័យមានសាលារៀន235មន្ទីរពេទ្យឬមណ្ឌលសុខភាព34រដ្ឋបាលខេត្ត1មន្ទីរអង្គភាពជុំវិញខេត្ត33រដ្ឋបាលស្រុក5អង្គភាពកងកម្លាំងមានសមត្ថកិច្ចថ្នាក់ក្រុងស្រុកចំនួន10រដ្ឋបាលឃុំសង្កាត់23និងប៉ុស្តិ៍នគរបាលរដ្ឋបាល23បានបើកដំណើរការឡើងវិញគណៈសាលារៀន25មន្ទីរពេទ្យឬមណ្ឌលសុខភាព7រដ្ឋបាលនៅថ្នាក់ឃុំសង្កាត់1និងប៉ុស្តិ៍នគរបាលរដ្ឋបាល1បន្តបិទផ្អាកខេត្តបន្ទាយមានជ័យអង្គភាពផ្ដល់សេវាសាធារណៈនៅថ្នាក់ខេត្តក្រុងស្រុកនិងឃុំសង្កាត់បានបើកដំណើរការឡើងវិញគណៈសាលារៀន5និងមន្ទីរពេទ្យឬមណ្ឌលសុខភាព1បន្តបិទផ្អាកខេត្តព្រះវិហារមានសាលារៀន32មន្ទីរពេទ្យឬមណ្ឌលសុខភាព12និងអង្គភាពផ្ដល់សេវាសាធារណៈនៅថ្នាក់ស្រុកនិងឃុំសង្កាត់6បានបើកដំណើរការឡើងវិញគណៈសាលារៀន29មាន7កន្លែងខូចខាតនិង22កំពុងសម្អាតយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនិងមន្ទីរពេទ្យឬមណ្ឌលសុខភាព14នៅបន្តបិទផ្អាកក្នុងស្ថានភាពដែលទីតាំងផ្ដល់សេវាសាធារណៈមួយចំនួនបន្តបិទផ្អាកអាជ្ញាធររដ្ឋបាលដែនដីនិងមន្ត្រីពាក់ព័ន្ធបានកំពុងខិតខំបំពេញតួនាទីប្រកបដោយភាពបត់បែនតាមកលៈទេសៈដើម្បីផ្ដល់សេវាជាមូលដ្ឋានជូនប្រជាពលរដ្ឋរួមទាំងសេវានៅឃុំសង្កាត់និងប៉ុស្តិ៍នគរបាលរដ្ឋបាលជាដើម3ផលប៉ះពាល់នឹងការខូចខាតហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តស៊ីវិលពុំទាន់មានរបាយការណ៍ថ្មីដូច្នេះបើគិតចាប់ពីថ្ងៃទី7ខែធ្នូឆ្នាំ2025មកការខូចខាតទ្រព្យសម្បត្តិឯកជនសរុបរួមមានផ្ទះ435ខ្នងអគារស៊ីវិលឯកជន7អគារស្នាក់នៅឬសន្តាគារ10ស្ថានីយ៍ប្រេងឥន្ធនៈ3ផ្សារឯកជន1រថយន្ត34គ្រឿងម៉ូតូ8គ្រឿងលានទិញដំឡូង1អគារឃ្លាំងទំនិញ1បង្គោលអង្តែនទូរស័ព្ទ3អាងទឹកនិងប្រព័ន្ធទឹកស្អាត6កន្លែងជង្រុកស្រូវ1និងសត្វពាហនៈឬសត្វព្រៃ2ក្បាលការខូចខាតទ្រព្យសម្បត្តិសាធារណៈសរុបរួមមានសាលារៀន25មន្ទីរពេទ្យឬមណ្ឌលសុខភាព9សំណង់អគារ42វត្តអារាម17សាលាឆទាន1រូបសំណាក1រថយន្ត1គ្រឿងប្រាសាទបុរាណ4ស្ពាន5ផ្សារ1ផ្លូវ32ប្រព័ន្ធផ្គត់ផ្គង់អគ្គិសនី1ទីតាំងនិងបណ្ដាញបញ្ជូនអគ្គិសនី3កន្លែងគណៈអាជ្ញាធរមូលដ្ឋានបន្តស្រង់ទិន្នន័យផលប៉ះពាល់បន្ថែមទៀត4ករណីអន្តរាគមន៍រៀបចំផ្ទះសម្បែងនិងភូមិករពលរដ្ឋភៀសសឹក
ខេត្តព្រះវិហារមានពលរដ្ឋវិលទៅលំនៅឋានវិញចំនួន 12,361 គ្រួសារស្មើនឹងចំនួនមនុស្ស 39,900 នាក់គណៈអាជ្ញាធរដែនដីនិងមន្ត្រីពាក់ព័ន្ធកំពុងចុះស្រង់ផលប៉ះពាល់នឹងការខូចខាតព្រមទាំងបន្តត្រៀមមធ្យោបាយដឹកជញ្ជូនពលរដ្ឋត្រឡប់ទៅកាន់លំនៅឋានវិញខេត្តឧត្តរមានជ័យមានភូមិចំនួន 84 ពុំទាន់អាចឲ្យពលរដ្ឋចូលទៅរស់នៅបានដោយកំពុងរៀបចំផ្ទះនិងភូមិករពលរដ្ឋ 172 ភូមិខេត្តបន្ទាយមានជ័យមានពលរដ្ឋវិលទៅលំនៅឋានវិញចំនួន 53,395 គ្រួសារស្មើនឹង 20,655 នាក់ទន្ទឹមនឹងអាជ្ញាធរដែនដីនិងមន្ត្រីពាក់ព័ន្ធបានរៀបចំកន្លែងស្នាក់នៅបណ្ដោះអាសន្នពីរទីតាំងជូនពលរដ្ឋដែលពុំទាន់អាចចូលទៅរស់នៅក្នុងផ្ទះសម្បែងចំនួន 2,735 គ្រួសារខេត្តបាត់ដំបងនិងខេត្តពោធិ៍សាត់អាជ្ញាធរដែនដីនិងមន្ត្រីពាក់ព័ន្ធបានកំពុងបន្តចុះត្រួតពិនិត្យនិងគាំទ្រការចាប់ផ្ដើមជីវភាពថ្មីរបស់ពលរដ្ឋក្រៅពីនេះអាជ្ញាធរដែនដីនិងមន្ត្រីពាក់ព័ន្ធគ្រប់មូលដ្ឋានបានកំពុងបន្តសហការផ្សព្វផ្សាយអប់រំអំពីផលប៉ះពាល់និងគ្រោះថ្នាក់បណ្ដាលមកពីយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជារួមមកដល់ពេលនេះក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងយកចិត្តទុកដាក់នឹងតាមដានសភាពការវិវត្តនៅសមរភូមិមុខជាប់ជាប្រចាំនិងប្រគៀកស្មារជាមួយកងយោធពលខេមរៈភូមិន្ទដើម្បីការពារបូរណភាពទឹកដីនិងអធិបតេយ្យជាតិស្របច្បាប់ជាមួយគ្នានេះក្នុងដែនសមត្ថកិច្ចរបស់ខ្លួនក្រសួងក៏បានបន្តដាក់ចេញនៅវិធានការថ្មីបន្ថែមទៀតដើម្បីរួមចំណែកជំរុញការស្ដារជីវភាពប្រកបរបររបស់បងប្អូនប្រជាពលរដ្ឋស្របតាមការបដិញ្ញាចិត្តដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលជាពិសេសការយកចិត្តទុកដាក់ផ្ដល់សេវាសាធារណៈនៅតាមរដ្ឋបាលខេត្តក្រុងស្រុកនិងឃុំសង្កាត់រួមទាំងការផ្ដល់សេវាអត្រានុកូលដ្ឋាននិងអត្តសញ្ញាណកម្មឡើងវិញជូនប្រជាពលរដ្ឋដែលបានបាត់បង់ខូចខាតឬផ្លាស់ទីលំនៅឬរងការបំផ្លិចបំផ្លាញពីយោធាថៃក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលកម្ពុជាគាំទ្រពេញទំហឹងការបញ្ជាក់ច្បាស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនថាកម្ពុជានឹងមិនធ្វើសម្បទាននៅអធិបតេយ្យឬសេចក្តីថ្លៃថ្នូររបស់ខ្លួនឡើយជាក់ស្ដែងនៅថ្ងៃទី 13 ខែមករាឆ្នាំ 2026 ភាគីកម្ពុជាបានស្នើជាថ្មីឲ្យភាគីថៃចាត់បញ្ជូនក្រុមវាស់វែងចម្រុះ Joint Survey Team ចុះលើដីជាក់ស្ដែងឡើងវិញដើម្បីអនុវត្តការងារបោះបង្គោលបណ្ដោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ 42 ដល់ 47 និងបង្គោលលេខ 52 ដល់ 59 និងសាងសង់ឡើងវិញនៅបង្គោលព្រំដែនចំនួន 15 តាមគំរូដើមបង្គោលជំនាន់បារាំងនៅទីតាំងដើមពិតប្រាកដដែលភាគីទាំងពីរបានឯកភាពគ្នាយើងជឿជាក់ថាភាគីថៃនឹងឆ្លើយតបវិជ្ជមានប្រកបដោយភាពប្រកបនិយមនិងស្មោះត្រង់ស្របតាមជំហររបស់នាយករដ្ឋមន្ត្រីថៃគឺអាដាមអនុទីនច័ន្ទវីរៈគុលបានថ្លែងនិងចុះផ្សាយតាមកាសែត The Nation ថៃថាក្រុមការងារកម្រិតបច្ចេកទេសវាស់វែងចម្រុះ Joint Survey Team នៅបន្តអនុវត្តការងាររបស់ខ្លួនដដែលជាថ្មីម្ដងទៀតក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលកម្ពុជាសូមគោរពស្ញប់ស្ញែងចំពោះសារប្រកបដោយភាពម៉ឺងម៉ាត់ប្រកាសនិយមដែលសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាផ្ញើជូនជនរួមជាតិកាលពីយប់ថ្ងៃទី 13 ខែមករាថាគន្លឹះសំខាន់របស់ជាតិយើងនាពេលនេះគឺយើងត្រូវប្រែក្លាយការលំបាករបស់ជាតិនិងការបដិញ្ញាចិត្តដ៏មោះមុតរបស់ខ្មែរគ្រប់រូបឲ្យคล้ายទៅជាកម្លាំងតស៊ូដ៏រឹងមាំរបស់ជាតិនិងគោលដៅដ៏ពិសិដ្ឋរបស់ជាតិពោលគឺការរួមសាមគ្គីគ្នាជាធ្លុងមួយដើម្បីការពារជាតិមាតុភូមិជាទីស្រឡាញ់របស់យើងនិងធ្វើឲ្យជាតិខ្មែរយើងបានរឹងមាំស្របតាមបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ខ្មែរគ្រប់រូបជាមួយគ្នានេះនិងចំពោះមុខនេះយើងមានភាពចាំបាច់នៅក្នុងការរួបរวมសាមគ្គីគ្នាជាធ្លុងមួយជាមួយនឹងការបដិញ្ញាចិត្តរួមរបស់ជាតិដើម្បីពង្រឹងសក្តានុពលជាតិលើគ្រប់វិស័យនិងលុបបំបាត់ភាពអសកម្មទាំងឡាយនៅក្នុងសង្គមជាតិដែលធ្វើឲ្យជាតិចុះខ្សោយក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលលើការងារអនុវត្តច្បាប់
និងគ្រប់គ្រងរដ្ឋបាលដែនដីក្រសួងមហាផ្ទៃសូមអំពាវនាវជនរួមជាតិមន្ត្រីរាជការអាជ្ញាធរមូលដ្ឋានកងកម្លាំងមានសមត្ថកិច្ចក្រសួងស្ថាប័នពាក់ព័ន្ធនិងដៃគូជាតិនានារួបរวมជាធ្លុងមួយក្នុងស្មារតីព្រលឹងខ្មែរតែមួយជានិរន្តរ៍រៀងទៅខ្ញុំប្រកាសថាខ្ញុំសូមអនុញ្ញាតបញ្ចប់សូមក្រាបថ្វាយបង្គំលានិងសូមគោរពលា